បាទបងប្អូនបាទថ្ងៃនេះមុខម្ហូបថ្មីបាទចង់ជួយចែករំលែកបន្តិចបាទព្រោះថ្ងៃមុនខ្ញុំឃើញលោកពូគាត់មកបេះលោកពូនៅភូមិណាគាត់មកបេះផ្កានេះខ្ញុំសួរគាត់ថាផ្កាអីលោកពូគាត់ស្រាប់ខ្ញុំស្មានតែផ្កាកប៉ោកតែមិនផ្កាកប៉ោកណាបងប្អូនបាទអានេះគេហៅពីក្មេងខ្ញុំឃើញដើមវាតែដើមច្រាច់ដល់ពេលដែលវាធំមកស្តៀងដើមកប៉ោកប៉ុន្តែគេមានឈ្មោះរបស់វាបងប្អូនអើយខ្ញុំចង់ភ្លេចបាត់ហើយនេះឈ្មោះដើមតាគៀតហ្នឹងហើយគឺថាដើមតាគៀតចឹងឯងបងប្អូនបាទហើយនេះថ្ងៃនេះក៏ដែរខ្ញុំក៏មកបេះផ្កាវាព្រោះឃើញផ្កាច្រើនល្អបេះយកទៅស្លម្ជូរណាបងប្អូនបាទនេះស្លម្ជូរកូនត្រីចង្វាក៏បានស្លម្ជូរត្រីប្រឡាក់ដូចជាត្រីកញ្ចុះបងប្អូនបាទឥឡូវខ្ញុំអត់ចាំយូរទេបាទខ្ញុំចុះក្នុងទឹកក្ដុងហើយឡោះហើយក៏បេះមួយប៉ាត់មកបងប្អូនបាទមើលផ្កាគេបងប្អូនអើយហើយខ្ញុំក៏ដឹងថាបេះមិនដែរតែច្បាច់ទៅក៏វាមានកំពុំវានៅក្នុងក្រោមទេបងប្អូនណាអូខេយើងបេះហើយយើងមើលមកភិនភាកគេប៉ុន្តែយើងបេះហើយគេយើងត្រូវយកទៅសម្អាតបកសម្បកនៅម្តងទេបងប្អូនបេះយកណែបងប្អូនបាទទំនោរមែនទេបងប្អូនទាំងផ្កាស្អាតទាំងពណ៌និយាយរួមគឺធម្មជាតិសុខសាន្តមកបន្លែនេះបងប្អូនបាទគឺវាដុះតាមព្រែកឬក៏តាមបឹងឬក៏ស្រះអីណាបងប្អូនបាទនេះខ្ញុំបេះតាមគៀនផ្លូវដែលវាមានដើមដុះស្រាប់បងប្អូនមើលនៅផ្កាច្រើនណាបងប្អូនបាទនេះខ្ញុំបេះដៃមកជាហៀងផងថតផងនេះបងប្អូនឥឡូវយើងក៏រៀបចំមើលទាំងអស់គ្នាហើយនេះគេអ្នកខ្លះគេថាគេហុំលក់ឆ្ងាញ់ណាឥឡូវមើលបងប្អូនមើលជាក់ស្ដែងនេះបាទហើយលើកទី1ដែរបងប្អូនខ្ញុំបេះយកទៅស្លនេះដែរបាទអូខេឥឡូវមើលបងប្អូនមើលផ្កាវានេះទំនងបងប្អូនអើយខ្ញុំឃើញតែគេស្លឲ្យញ៉ាំបងប្អូនហើយខ្ញុំធ្លាប់ញ៉ាំគេដែរពីមុនតែឥឡូវថ្ងៃនេះចង់មកធ្វើញ៉ាំខ្លួនឯងម្ដងបងប្អូនបាទបងប្អូនឃើញដើមមើលបើយើងមើលមកភ្នែកទៅគឺថាដើមកប៉ោកហើយប៉ុន្តែមិនមែនជាដើមកប៉ោកទេបងប្អូននេះគេហៅដើមតាកេតដើមតាគៀតក៏ដើមតាកេតទេបងប្អូនបាទមិនសូវជាច្បាស់ទេបាទហើយខ្ញុំក៏បេះយកបងប្អូនមកពេញថងហើយបងប្អូនបាទហើយខ្ញុំនឹងធ្វើមកហូបឲ្យបងប្អូនបានមើលវីដេអូពេញតាំងពីដើមមកចប់បាទឥឡូវខ្ញុំក៏បេះយកដែរបងប្អូនឆ្លើងទៀមឡោហើយបាទព្រោះក្នុងនេះគឺមានឆ្លើងបងប្អូនបាទវាមានគោមានកបីចុះអញ្ចឹងណាអូខេបងប្អូនមើលដើមវាក៏ស្រស់ស្អាតដែរបងប្អូននេះច្រើនឥឡូវបានពេញថងបឹបហើយខ្ញុំក៏ដល់ទៅផ្ទះវិញហើយបងប្អូនបាទអូខេពេញបថងមកវាស្លទៅមួយឆ្នាំងល្មមបាទមួយដើមវាមកបន្តិចបល័យខាងនេះខាងពេលខាងនោះវាដើមកប៉ោកបងប្អូនអញមើលតែកប៉ោកនេះគឺអត់ទាន់ផ្កាទេបងប្អូនហើយជា4-5ថ្ងៃទៀតខ្ញុំគិតថាវាចេញផ្កាហើយអូខេឥឡូវយើងក៏មកដល់ផ្ទះហើយខ្ញុំក៏ដាក់ត្រាំទឹកវាសិនគ្រឿងផ្សំខ្ញុំមានអីទេបាទត្រីប្រឡាក់ត្រីកញ្ចុះខ្ញុំក៏មានដើមដេងមានដើមលក្រីស្អីអញ្ចឹងណាគ្រឿងស្លម្ជូរបាទហើយត្រីក៏ច្រឡំទិញគេបងប្អូនត្រីបងទៀតត្រីបងសត្វបងស្រែដូចគ្នាណាបងប្អូនបាទឥឡូវខ្ញុំក៏ចាប់ដើមសម្អាតវាបងប្អូនមើលមុខអ្នកសម្អាតនេះមកមុខស្អីទេបាទប្រជួយម៉ែបាទនេះគេលើកចុះលើកឡើងកាច់ខ្ញុំបកអាសម្បកវាចេញបងប្អូនឥឡូវវាស្អាតហើយបងប្អូនមើលមកព្រោះវាគឺនិយាយរួមគឺធម្មជាតិបងប្អូនបាទគ្មានគីមីទេណាមើលទៅទំនងបងហូបមកលក់ក៏ឆ្ងាញ់ដែរបាទខ្ញុំលើកទៅហូបមកលក់ហូបតែគ្រឿងអីចឹងណាខ្ញុំក៏ចាប់ដើមបេះវាអាសម្បកស្ទាប់ក្រៅវាចេញវាស្រស់ស្អាតទៀតហើយវាអត់ចង់ដាច់ចិត្តហូបទេបងប្អូនបាទប៉ុន្តែធ្វើម៉េចបាទជាធម្មជាតិបាទបងប្អូនណាអានេះស្រុកយើងណាស្រុកស្រែមានអីទេបាទមហូបរបៀបស្រែហ្នឹងហើយបន្លែស្រែហ្នឹងហើយប៉ុន្តែកន្លែងខ្លះក៏ពិបាកនឹងរកដែរប្រភេទបន្លែបែបនេះបងប្អូនណាវាជាម្ដងទៀតណាបងប្អូនអានេះហៅច្រាច់អត់មានកប៉ោកទេបងប្អូនគេហៅថាដើមតាកេតផ្កាតាកេតខ្ញុំហៅច្រាច់ដំបងឥឡូវយើងមើលទាំងអស់គ្នាដល់មើលអូនឹងស្អីខ្លះទៀតបាទតែវាសន្ទប់ច្រើនបងប្អូនវាសន្ទប់ច្រើនតែសន្ទប់ច្រើនវាឥឡូវមើលបងប្អូនវាស្តៀងនឹងដើមកញ្ចក់អណ្ដើកដែរបងប្អូនបាទខ្ញុំនិយាយថាកញ្ចក់អណ្ដើកប្រហែលជាបងប្អូនភាគច្រើនអត់ស្គាល់ទេបាទតែខ្ញុំនៅក្មេងៗគឺសម្បូរអាហ្នឹងច្រើនណាស់អូខេឥឡូវយើងក៏ចាប់ដើមលាងវាយើងបេះរួចហើយលាងវាទៅយកមកស្រង់វាចេញទុកយើងបង់ស្លបាទហើយខ្ញុំក៏បានដាក់ស្លដាំទឹកដាំត្រីរួចអស់ហើយបងប្អូនណាទុកឲ្យពុះសិនមិនខ្ញុំបងបន្លែព្រោះបន្លែនេះបើយើងដាក់បង់យូរពេកវាលួយអស់វារលួយបងប្អូនហើយខ្ញុំក៏ស្រង់ទុកហើយឥឡូវទឹកយើងប្រហែលជាជិតពុះហើយទឹកយើងដាំត្រីដាំអីអូខេពុះល្មមបងប្អូនបាទឥឡូវយើងក៏ចាប់ដើមបងបន្លែផ្កានឹងចូលទៅបាទបងចូលដាក់ទាំងអស់ហ្នឹងឯងដាក់ចូលដាក់យកបងប្អូនបាទđangហូបកើតអត់ទេបាទតែលើកទី1បាទតែមិនខ្ញុំគិតថាមិនហូបមិនកើតទេបាទព្រោះខ្ញុំហូបខ្លួនឯងបងប្អូនណាអូខេបាទឥឡូវរួចរាល់ហើយបាទយូរអាហ្នឹងគឺយើងដាក់វាមកស្ពបហ្នឹងឯងបាទព្រោះទឹកវាពុះស្រាប់ហើយអញ្ចឹងវាក្តៅអញ្ចឹងយើងជ្រុំយកទៅវាក៏រៀងស្វិត
tầm mồm hay nè về là mồm nó hồ bán là cột về mặt tú nhưng có bác với mà là về cái sport chra làตึก puk krek mà ông tầm nông màตึกnày cáiตึกlần po pip can đấy nào bọn mà mượt trai cần cho nhau cái trai bật lạ đây bọn mà trai này bong được to và chuyện mà bọn ơi mà này cô cho cô lang màรู้ย้ายพนักงานปนเรียบจำยามอันเราไปโอเคแล้วก็บางประเดี๋ยวจะเลิกจงกร้อยบ่าโอเคบางปนบ่าไอ้ชี้เยี่ยมสลอนเตี้ยบ้านเราสันจิเมียนบ่าโอ้แต่ก็ไปเตี้ยยำจ้าหน่อยนะจองออกไปบ้านของปนนะโอเคเคยเนี่ยบางโดยบางปนมันเคยจังนะโอเคจะน้อยเอาคนจ้า